រៀបសួរបាទខ្ញុំបាទឈ្មោះព្រំសុភារិនជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកញ្ចេះហើយសប្តាហ៍ថ្ងៃនេះព័ត៌មានដែលខ្ញុំទទួលបានតាមរយៈប្រព័ន្ធ Facebook TikTok Messenger ដែលផ្ញើតគ្នាអញ្ចឹងហើយនឹងប្រព័ន្ធ IG Telegram ហើយសម្រាប់ព័ត៌មានដែលខ្ញុំទទួលបានរាល់ថ្ងៃនេះពេលខ្លះវាមានព័ត៌មានពិតនិងព័ត៌មានអត់ពិតអញ្ចឹងសូមសំណូមពរបងប្អូនថាបើព័ត៌មានទាំងអស់ហ្នឹងបងប្អូនច្បាស់ថាព័ត៌មានពិតឬក៏ព័ត៌មានពិតទេសូមបងប្អូនកុំអា share ចែករំលែកអីដោយសារឥឡូវហ្នឹងមាន AI មានអីច្រើនអញ្ចឹងពិបាកនឹងទុកចិត្តសូមបងប្អូនមើលព័ត៌មានណាដែលច្បាស់ការដូចជា page របស់សម្ដេចតេជោហ៊ុនសែនសម្ដេចបវរធិបតីហ៊ុនម៉ាណែត page របស់ក្រសួងការពារជាតិក្រសួងមហាផ្ទៃនិង page ក្រសួងព័ត៌មានផ្ទាល់ផងដែរបាទអញ្ចឹងជាចុងក្រោយនេះខ្ញុំបាទជាប្រជាពលរដ្ឋសូមនិយាយថាទេចំពោះព័ត៌មានคล้ายៗអរគុណ